ចង់ឆ្លកកញ្ចប់ព្រោះមុខអាក្រក់មិនស្អាតដូចគេចំណេះខ្ញុំមិនសូវមានតែជំនាញធ្វើកាញ់ជាគេរូបខ្ញុំជាកូនអ្នកក្រគេមិនចង់រាប់អានខ្ញុំនោះទេចាំបាច់ឬអាងធ្វើអីបើរូបខ្ញុំជាកូនអ្នកក្រចាំបាច់ឬអាងធ្វើអីបើខ្ញុំមិនមានការងារល្អជីវិតខ្ញុំមួយនេះខ្ញុំមិនដែលតូចចិត្តខ្លួនឯងទេទោះបីជាខ្ញុំកើតមកគ្រួសារក្រមិនមានដូចជារូបគេខ្ញុំសុំចិត្តកុំរឿងអាងកុំមើងងាយខ្ញុំតើបានទេខ្ញុំកើតជាកូនអ្នកក្រតែរូបខ្ញុំក្រពិតមានន័យខ្ញុំមិនដែលទៅបំពេញលើអ្នកណាអ្នកដទៃខ្ញុំមិនដែលធ្វើអ្វីដែលសង្គមមិនត្រូវការអីជីវិតខ្ញុំត្រូវរៀនរស់ខ្ញុំរៀនរស់ឲ្យមានតម្លៃខ្ញុំក្រខ្ញុំស៊ូខ្ញុំទ្រាំខ្ញុំខំតែជីវិតខ្ញុំវាមិនទាន់មានផ្លែផ្កាស៊ូយ៉ាងណាក៏នៅតែកាញ់ជាគេជីវិតខ្ញុំសែនលំបាកម្លេះទេទ្រាំស៊ូខ្ញុំទ្រាំអត់ខ្ញុំទ្រាំហត់នឹងជីវិតតែខ្ញុំមិនរៀថយទេជីវិតអើយពិតជាមានន័យទួងកើតមកចំគ្រួសារក្រក្រៃប៉ាតែងប្រាប់ថាកូនឲ្យខំប្រឹងបើស្រឡាញ់អីធ្វើនឹងកុំស្ដាប់សម្ដីគេកូនកុំតូចចិត្តរត់សម្ដីគេមើងងាយបានទេឲ្យប៉ាសុំតូដែលធ្វើឲ្យកូនលំបាកជាមួយប៉ាតែកូនប្រាប់ប៉ាវិញថាប៉ាគឺជា Superstar ប៉ាគឺជាវីរបុរសសម្រាប់កូនប្រុសម្នាក់នេះណាប៉ាគឺជាមនុស្សម្នាក់ដែលមានមហាចិត្តតាប៉ាគឺជាបុរសម្នាក់ដែលស្រឡាញ់ប្រពន្ធកូនគ្រួសារលោកប៉ាមិនដែលឲ្យកូនប្រពន្ធហូរទឹកនេត្រាប៉ាគិតតែពីខំប្រឹងធ្វើការយកលុយឲ្យកូនចូលសាលាលោកប៉ាអើយលោកប៉ាលំបាកខ្លាំងហើយណាលោកប៉ាអើយលោកប៉ាពិតជាហត់នឿយខ្លាំងហើយណាប៉ាខំចិញ្ចឹមតាំងពីកូននៅកូម៉ាឥឡូវកូនចង់សងគុណប៉ាកូននឹងធ្វើគ្រប់យ៉ាងគឺដើម្បីប៉ាកូនមិនចង់ឲ្យគេមើងងាយ